អីក៏សាហាវម្លេះក្រុមប្រពន្ធចុងលើកគ្នាវាយនឹងចាក់សាំងដុតប្រពន្ធដើមរួមរបួសធ្ងន់ផ្អើលទាំងជុំឆ្នេះ stand up ក៏ដូចជា page stand up ញូននឹងធ្វើការលំអិតព្រមនេះករណីនេះបានកើតឡើងនៅខេត្តតាកែវករណីហិង្សាមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ 7 យប់នៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2025 កន្លងទៅនេះដែលស្ថិតនៅក្នុងភូមិធុនមូនសង្កាត់បារាយស្រុកដូនកែវខេត្តតាកែវដោយសារតែស្ត្រីជាប្រពន្ធចុងបានត្រៀមទុកមុនជាស្រេចនិងមានកិច្ចសហការគ្រប់គ្រងដោយញាតិមិត្តកូនចៅចុះប្រើនៅអំពើហិង្សាដោយវាយស្ត្រីជាប្រពន្ធដើមឲ្យរងរបួសធ្ងន់រួចចាប់ស្រោចសាំងហើយដុតឆេះដែលបង្កឲ្យមានការផ្អើលអ្នកភូមិទាំងយប់តែម្ដងស្របជាមួយគ្នានោះអាជ្ញាធរមូលដ្ឋានសង្កាត់បារាយបានឲ្យដឹងផងដែរថាករណីហិង្សាដោយខុសខើនេះក៏ព្រោះតែមុនស្នេហ៍របស់បុរសវ័យចំណាស់ម្នាក់ដែលមានឈ្មោះថាបួនបូអាយុ 54 ឆ្នាំបានទៅបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីម្នាក់ដែលមានឈ្មោះថានាងមេងដែលរស់នៅក្នុងភូមិឃុំជាមួយគ្នាអស់រយៈពេលជាង10ឆ្នាំមកហើយស្ត្រីជាប្រពន្ធដើមមានឈ្មោះថាលឹមឡៃហ៊ុនអាយុ 40 ឆ្នាំបន្ទាប់ពីបង្កឲ្យមានទំនាស់ឆ្លោះតោះតេងគ្នាជាញឹកញាប់កន្លងមកក៏បណ្ដាលឲ្យប្តីជិះទូពីរនៅក្បែរគ្នាក្នុងពេលតែមួយដោយការបិទភ្នែកបិទត្រចៀកនៅគ្រាកន្លងមកក៏ធ្លាប់មានការប៉ះអង្គិចគ្នានៅពាក្យសម្ដីនិងអំពើហិង្សាតិចតួចផងដែរប៉ុន្តែមិនធ្ងន់ធ្ងរដូចជាករណីលើកនេះទេជាក់ស្ដែងសាក្សីនៅក្នុងភូមិក៏បានឲ្យដឹងផងដែរថាមុនពេលដែលកើតហេតុស្ត្រីជាប្រពន្ធដើមបានទៅថ្លឹងស្រូវនៅផ្ទះមួយជិតផ្ទះរបស់ស្ត្រីជាប្រពន្ធចុងហើយពេលត្រឡប់មកវិញក៏ជួបជាមួយនឹងក្រុមខាងប្រពន្ធចុងដែលមានគ្នា5នាក់ត្រៀមបំរុងជាស្រេចទៅហើយបានធ្វើការចាប់វាយឲ្យរងរបួសធ្ងន់ធ្ងររួចហើយទើបស្រោចសាំងដុតជាក្រោយនៅក្នុងហេតុការណ៍នោះផងដែរបើទោះបីជាក្មេងខ្មាំងនិងអ្នកភូមិបានស្រែកសុំឲ្យបន្ធូរដៃឬក៏ឲ្យបញ្ចប់នៅការហិង្សានេះតែទោះបីជាយ៉ាងណាក៏ដោយខាងភាគីខាងប្រពន្ធចុងបែរជាស្រែកគំរាមទៅលើប្រជាពលរដ្ឋនិងអ្នកភូមិដែលស្រែកខាត់នោះទៅវិញអ្នកភូមិក៏បានបន្តថាភាគីខាងប្រពន្ធចុងនេះបានត្រៀមបំរុងរួចជាស្រេចដូចជាការប្រើប្រណុងដំបងនិងប្រេងសាំងជាដើមភាគីប្រពន្ធចុងដែលមានគ្នា5នាក់នោះគឺនាងមេងត្រូវជាប្រពន្ធចុងវីសៀមីត្រូវជាកូនប្រពន្ធចុងវីជុនឈីត្រូវជាកូនប្រពន្ធចុងនាងផារីត្រូវជាប្អូនស្រីប្រពន្ធចុងនិងសូត្រប្រុសឈ្នះត្រូវជាប្អូនស្រីប្រពន្ធចុងពួកគេទាំង5នាក់នេះសុទ្ធតែបានប្រើនៅកម្រិតដៃដំបងប្រណុងនិងចាប់ស្ត្រីរងគ្រោះស្រោចសាំងហើយដុនបន្ទាប់ពីហេតុការណ៍នេះភ្លាមស្ត្រីរងគ្រោះត្រូវបានសាច់ញាតិមិត្តបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯបន្ទីពេទ្យបង្អាយខេត្តដែលរហូតមកដល់ពេលនេះបានចាក់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយរីឯភាគីបង្កប៉ុនប៉ងបើករថយន្តគេចខ្លួនក៏ប៉ុន្តែត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានទាំងយប់បានចំនួន3នាក់និងព្រឹកឡើងត្រូវបានដោះលែង2នាក់ដូច្នេះនៅក្នុងចំណោមជនបង្កអំពើហិង្សាទាំង5រូបនេះមានតែស្ត្រីជាប្រពន្ធចុងម្នាក់ប៉ុណ្ណោះដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងនោះផងដែរប្រជាពលរដ្ឋនៅក្នុងភូមិរងចាំមើលថាតើករណីខាងលើនេះជនរងគ្រោះទទួលបានយុត្តិធម៌ដែរឬទេបានជាប្រមានដែលយើងខ្ញុំមកលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន